20 ម៉ែត្រពីវិនាទីតើគាត់អាចមានធម៌ពលផ្ទុះបែបនេះដោយរបៀបណាអាឈៀងតើអ្នកទាំងអស់គ្នាខ្វាក់ភ្នែកទេលោកប្រធានាធិបតីលីនស្ទើរតែស្លាប់តើអ្នកឈ្មោះអ្វីយេលីងធានមិនអាក្រក់ទេល្បឿនប្រតិកម្មធម៌ពលផ្ទុះល្អជាងមនុស្សគ្មានប្រយោជន៍ទាំងនេះរាប់រយដងដែលខ្ញុំបានជួលក្នុងតម្លៃរាប់លានចាប់ពីពេលនេះទៅអ្នកមិនចាំបាច់រើផ្ទះទៀតទេចូលធ្វើជាអង្គរឯកជនរបស់ខ្ញុំទទួលខុសត្រូវចំពោះសុវត្ថិភាព24ម៉ោងរបស់ខ្ញុំសូមអភ័យទោសខ្ញុំធ្លាប់មានសេរីភាពហើយប្រសិនបើអ្នកមិនអាចបម្រើមនុស្សបានទេអ្នកគួរតែរកអ្នកផ្សេងប្រាក់ខែប្រចាំឆ្នាំ$2លានរថយន្តប្រណីត$1លានរួមទាំងបន្ទប់និងអាហារប្រសិនបើអ្នកគិតថាវាមិនគ្រប់គ្រាន់ទេអ្នកអាចបំពេញលេខបានប៉ុន្តែខ្ញុំនឹងមិនបន់ដោយឲ្យអ្នកដែលខ្ញុំឲ្យតម្លៃឡើយការដើរតាមនាយកប្រតិបត្តិស្ត្រីដែលមានទ្រព្យសម្បត្តិនិងមានអំណាចនេះអាចធ្វើឲ្យបណ្ដាញទាំងមូលនៅពីក្រោយ Black Sen កាន់តែមានឥទ្ធិពលយល់ព្រមលោកប្រធានាធិបតីលីនអ្វីទៅយកឡានទៅតោះត្រឡប់ទៅក្រុមហ៊ុនវិញព្រះឲ្យតើអ្នកញៀនថ្នាំនេះចូលទៅក្នុងការិយាល័យនាយកប្រតិបត្តិដោយរបៀបណាគាត់មានក្លិនដូចក្រូចឆ្មាតើអ្នកយាមសន្តិសុខនៃណាតើបុគ្គលិកសន្តិសុខនៃណាតើពួកគេអាចអនុញ្ញាតឲ្យមនុស្សអាក្រក់នេះរំខានដល់ប្រធានាធិបតីលីនដោយរបៀបណាអ្នកសុំទាននេះមកពីណាតើនេះជាកន្លែងដែលអ្នកអាចចូលមកបានទេចេញពីទីនេះឥឡូវនេះយឺតពេកហើយឈប់ទៅក្មេងនេះពិតជាក្លាហានណាស់ហ៊ានបង្កបញ្ហានៅក្នុងក្រុមហ៊ុនខ្ញុំនឹងសម្លាប់គាត់ចោលឥឡូវនេះគាត់ឈ្មោះយេលេងសិនចាប់ពីថ្ងៃនេះទៅគឺជាអង្គរៈផ្ទាល់ខ្លួនរបស់ខ្ញុំពាក្យរបស់គាត់គឺជាពាក្យរបស់ខ្ញុំអ្នកណាដែលហ៊ានមិនគោរពគាត់នឹងត្រូវបណ្តេញចេញឆាយមិននាំគាត់ទៅបន្ទប់វេបហើយប្រធានផ្នែកហិរញ្ញវត្ថុនៅទីនេះយករបស់របរសម្លៀកបំពាក់លំដាប់ខ្ពស់បំផុតនៃរដូវកាលមកឲ្យខ្ញុំហើយបដូរវាពីក្បាលដល់ចុងជើងបាតចាសលោកលេនអ្នកបានមកជួយសង្គ្រោះហើយលោកលេនអ្នកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងចងចាំកន្លែងរបស់អ្នកគ្រាន់តែជាអង្គរៈប៉ុណ្ណោះធ្វើតាមច្បាប់របស់អង្គរៈថ្មីនេះលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនមានបញ្ហាមាននរណាម្នាក់កំពុងរៀបចំផែនការសម្លាប់ខ្ញុំដោយសម្ងាត់អ្នកគួរតែប្រុងប្រយ័ត្នខ្ញុំត្រូវបានគេបង់ប្រាក់ឲ្យធ្វើអ្វីដែលខ្ញុំគួរធ្វើលោកលេនកុំបារម្ភអីជាមួយខ្ញុំនៅទីនេះមេឃនឹងមិនធ្លាក់ចុះទេកូនស្រីជាទីស្រឡាញ់របស់ម៉ាក់ទីបំផុតកូនត្រឡប់មកវិញហើយវាទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះប៉ុន្តែកូននៅតែមានរូបរាងដ៏តាក់ទាញនោះឈីនសាងយុននេះគឺជាក្រុមហ៊ុនលីនគ្រប់ចេញពីទីនេះឥឡូវនេះលីនរើស៊ឺកុំបង្ខំសំណាងរបស់អ្នកមនុស្សគ្រប់គ្នានៅជាងជើដឹងថាលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនលីនបានរៀងស្ងួតទាំងស្រុងហើយវានឹងត្រូវរំលាយនឹងខ្សែធននៅព្រឹកស្អែកតើបាំងមុខនាយកប្រតិបត្តិដ៏ស្ងប់ស្ងាត់និងត្រជាក់របស់អ្នកអាចមានរយៈពេលប៉ុន្មានឈប់តស៊ូគ្រាន់តែចុះហត្ថលេខាលើសម្បត្តិអាពាហ៍ពិពាហ៍នេះរងចាំខ្ញុំនៅក្នុងបន្ទប់នៅសន្តាគារវិកតូរីយ៉ាមូលនិធិសង្គ្រោះជីវិតចំនួន$300លាននេះនឹងត្រូវផ្ទេរទៅកណ្ដីក្រុមហ៊ុនរបស់អ្នកភ្លាមការទិញទ្រព្យសម្បត្តិនិងមនុស្សរបស់អ្នកនឹងរកប្រាក់ចំណេញបាន$300លានវាស្ទើរតែមិនគ្រប់គ្រាន់ដើម្បីរកប្រាក់ចិញ្ចឹមជីវិតដោយធ្វើការរកស៊ីចម្លែកនៅក្នុងផ្ទះបនហើយអ្នកហ៊ានបង្ខំខ្ញុំឲ្យបង់ប្រាក់$300លានសម្រាប់រយៈពេលដែលនៅសល់នៃជីវិតរបស់អ្នកបូករួមទាំងការគ្រប់គ្រងដាច់ខាត51លើក្រុមហ៊ុនលីនគ្រប់កិច្ចព្រមព្រៀងនេះគឺជាការឈ្នះសម្រាប់អ្នកឈីនសានយូអ្នកកំពុងសុបិនចេញពីទីនេះជាមួយលុយយកខ្វក់របស់អ្នករុស្ស៊ីតើអ្នកហ៊ាននិយាយជាមួយលោកម្ចាស់ឈីនបែបនេះដោយរបៀបណាលោកម្ចាស់ឈីនកុំយកវាទៅទុកក្នុងចិត្តអីគាត់គ្រាន់តែរឹងរូសប៉ុណ្ណោះតើអ្នកមិនដឹងថាមានអ្វីកើតឡើងជាមួយក្រុមហ៊ុនទេមូលនិធិត្រូវបានកាត់ផ្តាច់ទាំងស្រុងប្រសិនបើយើងមិនទទួលបាន$300លាននោះនៅថ្ងៃនេះទេគ្រួសារទាំងមូលរបស់យើងនឹងត្រូវដេកលើភពផែនដីនៅថ្ងៃស្អែកលោកម្ចាស់ឈីនសង្ហាណាស់អ្នកបានរៀបការជាមួយគាត់ដោយសង្ឃឹមថានឹងមានជីវិតដ៏មានសុភមង្គលជាភរិយាប្រញាប់ឡើងហើយចុះហត្ថលេខាលើកិច្ចសន្យាកុំមានចិត្តរមិលគុណប៉ាម៉ាក់គាត់មិននៅទីនេះដើម្បីជួយសង្គ្រោះក្រុមហ៊ុនតតែសោះគាត់កំពុងឆ្លៀតឱកាសពីស្ថានភាពដើម្បីគ្រប់គ្រងគ្រួសារលីនទោះបីជាគ្រួសារលីនខ្សែធនក៏ដោយខ្ញុំនឹងមិនចុះចាញ់នឹងមនុស្សអាក្រក់នេះឡើយលីនរុស្ស៊ីកំបងខំសំណាងរបស់អ្នកតើអ្នកគិតថាអ្នកជានរណាហ៊ានជ្រៀតជ្រែកក្នុងអាជីវកម្មរបស់ខ្ញុំជាអង្គរៈផ្ទាល់ខ្លួនរបស់ប្រធានលីនដែលមានជំនាញក្នុងការដោះស្រាយវិបត្តិគ្រប់ប្រភេទដៃខ្ញុំបាក់ហើយលេងចេញទៅបើឯងហ៊ានចូលទៅក្នុងគ្រួសារលីនម្ដងទៀតខ្ញុំនឹងយកជីវិតឯងមិនអីទេលីនរើស៊ឺតាមពិតឯងហ៊ានឲ្យអង្គរៈអាក្រក់ម្នាក់បាក់ដៃខ្ញុំគ្រួសារលីនរបស់ឯងនឹងត្រូវវិនាសខ្ញុំស្បត់ថាថ្ងៃនេះគ្មានធនាគារគ្មានអ្នកណាម្នាក់នៅជាងជើនឹងមើលមុខឯងទេឯងគ្រាន់តែត្រូវរងចាំរហូតដល់ខ្សែធនលីនរើស៊ឺជួបគ្នានៅពិធីជប់លៀងយុនឌីយប់នេះខ្ញុំនឹងធ្វើឲ្យឯងលុតជង្គង់អង្វរខ្ញុំតើឯងធ្វើបែបនេះដោយរបៀបណាឯងបានបំផ្លាញអ្វីទាំងអស់តើយើងនឹងធ្វើអ្វីឥឡូវនេះឯងបានកំចាត់ចៅហ្វាយវ័យក្មេងឈីនហើយថាវិការសំខាន់ទាំងអស់ដែលយើងរងចាំបានបាត់ទៅហើយឯងកំពុងជំរុញយើងឲ្យដល់គែមនៃការបំផ្លិចបំផ្លាញវាចប់ហើយគ្រូសាលីនត្រូវបានបញ្ចប់ទាំងស្រុងរើស៊ឺអ្នកល្ងងណាស់សម្រាប់អង្គរៈដ៏ថោកទាបក្រុមបណ្ដោះអាសន្នទាំងមូលនៃដាឆាង
ព្រឹកស្អែកឧស្សាហករណ៍ Kaizen ទាំងនោះនឹងវាយទ្វារផ្ទះយើងប៉ាម៉ាក់ឈប់និយាយទៅទោះបីជាយើងពិតជាខ្សែធនក៏ដោយខ្ញុំនឹងមិនលក់ខ្លួនសម្រាប់គម្រោងអាក្រក់របស់ក្រុមហ៊ុនឡើយខ្ញុំបានឲ្យគាត់ធ្វើវានៅថ្ងៃនេះខ្ញុំនឹងទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្ញុំយើងអាចចាប់ផ្ដើមឡើងវិញបានគ្រប់ពេលចាប់ផ្ដើមឡើងវិញតើអ្នកនឹងឲ្យអ្វីខ្ញុំអ្នកធ្វើឲ្យគាត់គិតថាគាត់ជាអង្គរៈដ៏ថោកទាបហើយឲ្យយើង1/3នៃប្រាក់របស់គ្រួសារលីនខ្ញុំឈ្មោះយេលីងធានបច្ចុប្បន្នខ្ញុំនៅក្រុមបណ្ដោះអាសន្ននៅជាងជើខ្ញុំត្រូវការមើលប្រាក់ដែលដាក់ចូលទៅក្នុងកណីបណ្ដោះអាសន្នក្នុងរយៈពេល3នាទីហាហាលេងសើចទេឃើញប្រាក់ក្នុងរយៈពេល3នាទីតើអ្នកជាបរិសុទ្ធមានបំផុតរបស់ពិភពលោកមែនទេតើអ្នកបានទូរស័ព្ទទៅមិត្តភក្តិឈួតណារូសៀនមើលប្រភេទមនុស្សដែលអ្នកបានជ្រើសរើសជនអានីថាអួតអាងទាំងនេះគ្រាន់តែកំពុងពន្លឿនការដួលរលំរបស់គ្រួសារលីនប៉ុណ្ណោះឈប់ឆ្លុះប្រកែកគ្នាក្រុមហ៊ុនស្ថិតក្នុងស្ថានភាពនេះរួចហើយគ្មាននរណាម្នាក់អាចជួយយើងបានឥឡូវនេះទេលោកលីននេះគឺជាសិនឆាងហ្វេងប្រធានក្រុមហ៊ុន Galaxy Capital Asia Pacific Galaxy Capital ប្រធាន Asia Pacific នៃក្រុមបញ្ឈប់បុគ្គលិកដ៏ធំនិងអាចកំបាំងបំផុតរបស់ពិភពលោកសិនតើមនុស្សដែលមានឋានៈដូចអ្នកអាចមកក្រុមហ៊ុនតូចមួយដូចយើងដោយរបៀបណាលោកលីនយើងបានឮថាក្រុមបណ្ដោះអាសន្នកំពុងជួបប្រទះបញ្ហាលំហូរសាច់ប្រាក់មួយចំនួនបន្ទាប់ពីការវិយតម្លៃរួច Galaxy Capital បានសម្រេចចិត្តផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធដល់ក្រុមហ៊ុន Temporary Group ការវិនិយោគនេះមិនមានការធានាទេហើយមិនមានប្រការផ្អែកលើការអនុវត្តទេលោកលេនសូមចុះហត្ថលេខានៅទីនេះ 5000 លានជាការវិនិយោគដោយគ្មានលក្ខខណ្ឌលោក Shen តើអ្នកកំពុងលេងសើចនឹងខ្ញុំមែនទេទោះបីជាអ្នកលក់ក្រុមហ៊ុន Temporary Group ទាំងមូលក៏ដោយវានឹងមិនមានតម្លៃ 1/10 នៃចំនួនទឹកប្រាក់នេះទេ Galaxy Capital មិនដែលលេងសើចអំពីការវិនិយោគនោះទេសមត្ថភាពផ្ទាល់ខ្លួនរបស់លោកលេននិងសក្តានុពលអាជីវកម្មបណ្ដោះអាសន្ននាពេលអនាគតគឺគ្រប់គ្រាន់ដើម្បីធានាចំនួននេះ 5000 លាននឹងស្ថិតនៅក្នុងគណនីប្រឆាំងការវិលុកបណ្ដោះអាសន្នក្នុងរយៈពេល3នាទីបន្ទាប់ពីចុះហត្ថលេខារួចឈប់តើអ្នកកំពុងរងចាំអ្វីនេះគឺជា Change Capital ចុះហត្ថលេខាឥឡូវនេះគ្រួសារលេនរបស់យើងត្រូវបានសង្គ្រោះហើយវាដូចជាអភូតហេតុមួយក្មេងកំណាច Jan Shell នោះទទួលបានត្រឹមតែ300 លានប៉ុណ្ណោះហើយគាត់កំពុងព្យាយាមជៀសវាងអាពាហ៍ពិពាហ៍រួចហើយលោក Shen មានចិត្តទូលាយណាស់ដោយផ្ដល់ 5000 លានដោយមិនស្ទាក់ស្ទើរវាជាការរីករាយក្នុងការធ្វើអាជីវកម្មជាមួយអ្នកលោកលេនមូលនិធិនឹងមកដល់ឆាប់នេះដូច្នេះខ្ញុំនឹងមិនរំខានការងាររបស់អ្នកទៀតទេការហៅទូរស័ព្ទនោះអ្នកទើបតែមកដល់ពេលនេះមែនទេតើអ្នកជានរណាឲ្យប្រកាសសៀវយ៉ានអ្វីដែលមីងនិយាយទើបតែជាការសាកល្បងសម្រាប់អ្នកខ្ញុំដឹងហើយជាមួយនឹងអាកប្បកិរិយាដ៏ហួសចិត្តនិងមិនចេះគិតរបស់អ្នកតើអ្នកអាចក្លាយជាមនុស្សធម្មតាដោយរបៀបណាមែនហើយសៀវយ៉ានអ្នកគឺជាអ្នកមានគុណដ៏អស្ចារ្យចំពោះគ្រួសារលីនរបស់យើងពីមុនអ្នកធ្លាប់ជាពូរបស់ខ្ញុំប៉ុន្តែអ្នកនឹងមិនក្លាយជាឪពុកក្មេករបស់ខ្ញុំទេតើអ្នកចង់ញ៉ាំអ្វីនៅយប់នេះអនុញ្ញាតឲ្យមីងរបស់អ្នកចម្អិនម្ហូបឲ្យអ្នកចុះយើងផឹកស្រា2-3កែវជាមួយគ្នាវិញមិនចាំបាច់ទេខ្ញុំយកប្រាក់ខែប្រចាំឆ្នាំ2 លានពីប្រធានលីនការការពារនាងនិងការដោះស្រាយបញ្ហារបស់នាងគ្រាន់តែជាកាតព្វកិច្ចរបស់ខ្ញុំប៉ុណ្ណោះខ្ញុំទទួលបានប្រាក់ខែដូច្នេះសូមកុំលើកដំកើងខ្លួនឯងចេញទៅអ្នកទាំងអស់គ្នាចេញទៅលោកក្រវៃក្មេងឈីនខ្ញុំទើបតែទទួលបានដំណឹងថាប្រាក់មួយចំនួនធំដែលមានប្រភពដើមគួរឲ្យសង្ស័យហាក់ដូចជាត្រូវបានរឹបអូសពីកណីរបស់ក្រុមហ៊ុនលីនគ្រប់តើវាអាចទៅរួចទេដែលថា Sinhu Capital ពិតជាមិនសមហេតុផល Sinhu Capital ដែលជាក្រុមហ៊ុនយក្សករដូចជារបស់អ្នកមិនដែលគិតពីក្រុមហ៊ុនអាក្រក់ដូចជាលីនគ្រប់នោះទេពួកគេខ្វះខាត 50,000 លាននោះពិតជាល្បិចកលមួយដែលរៀបចំឡើងដោយស្រីសំផឹងលេនរੂឈូកិច្ចសន្យាមាសនោះប្រកាសជាคล้ายៗហើយយប់នេះគឺជាពិធីជប់លៀងយ៉ាន់ដេងនៅឯសភាពាណិជ្ជកម្មជាងហៅខ្ញុំនឹងចោទប្រកាន់ក្រុមហ៊ុន Len Group ពីបទក្លែងបន្លំសេដ្ឋកិច្ចដ៏ធំនិងការក្លែងបន្លំកិច្ចសន្យាខ្ញុំនឹងហាយក្របាំងមុខនៃភាពលាក់ពុតរបស់ពួកគេនៅចំពោះមុខអសរជនជាងហៅទាំងអស់នៅក្នុងពិធីជប់លៀងយប់នេះដោយបំផ្លាញកេរ្តិ៍ឈ្មោះរបស់ពួកគេនិងធ្វើឲ្យពួកគេគ្មានកន្លែងបញ្ចុះសុខសូមអភ័យទោសលោកលេនអ្នកអាចចូលបានប៉ុន្តែសុភាពបុរសនេះមិនបានពាក់ក្រវ៉ាត់ទេសម្លៀកបំពាក់របស់គាត់រញ៉េញ៉ៃហើយគាត់មិនមានការអញ្ជើញពីក្លឹបនេះទេយោងតាមច្បាប់របស់យ៉ាន់ដេងឆែនកងអ្នកបើកបរអង្គរៈនិងសត្វចិញ្ចឹមមិនត្រូវបានអនុញ្ញាតឲ្យចូលទេអូយនេះមិនមែនជាលោកប្រធានាធិបតីលីនទៅដែលចិត្តខ្សែធនអ្វីក្រុមហ៊ុនលីនដ៏ខ្លាំងក្លាមិនអាចមានលទ្ធភាពទិញដៃគូបរិសុទ្ធសម្រុំម្នាក់បានទេនាំមនុស្សវណ្ណៈទាបមកពិធីជប់លៀងកម្រិតខ្ពស់បំផុតរបស់ជាងជើប្រញាប់ប្រញ័រនិងក្រអឺតក្រទុំលេះអ្នកគ្រប់គ្រងសូមបើកភ្នែករបស់អ្នកហើយមើលដោយប្រុងប្រយ័ត្នគាត់មិនមែនជាអង្គរៈរបស់ខ្ញុំទេគាត់ជាដៃគូបរិសុទ្ធរបស់ខ្ញុំលោកប្រធានាធិបតីលីនសូមគុំធ្វើឲ្យរឿងពិបាកសម្រាប់ពួកយើងវាជាច្បាប់ប្រសិនបើគាត់មិនអាចចូលបានទេខ្ញុំនឹងមិនចូលរួមពិធីជប់លៀងនោះទេប៉ុន្តែខ្ញុំធានាថាថ្ងៃស្អែកប្រជាជនជាងជើទាំងមូលនឹងដឹងថាអធិរាជស៊ូក្រណីពុកបានបិទលីនធានដែលជាភ្ញៀវកិត្តិយសដែលមានការបណ្ដាក់ទុនរួមគ្នាថ្មីនិងការវិនិយោគញឹកញាប់យ៉ាងដូចម្ដេចតោះទៅ
លោកប្រធានាធិបតីលីនសូមស្ងប់ចិត្តវាជាកំហុសរបស់ខ្ញុំដែលខ្វាក់ភ្នែកហើយមិនស្គាល់លោកយាយនិងភ្ញៀវកិត្តិយសពីរអ្នកផ្សេងទៀតសូមចូលមកសូមអ្នកទាំងអស់គ្នាស្ងាត់ស្ងៀមថ្ងៃនេះសភាពាណិជ្ជកម្មយ៉េងហៅបានប្រមូលផ្ដុំគ្នានៅទីនេះមិនត្រឹមតែដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិតែការប៉ុណ្ណោះទេប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺដើម្បីសម្អាតការអនុវត្តមិនល្អនៅក្នុងសហគមន៍អាជីវកម្មយ៉េងហៅនិយាយពីអារៈវិញវាលេចឡើងមើលចុះនេះមិនមែនជាលេនរូជដ៏ចម្រូងចម្រាសទេខ្ញុំមិនដែលគិតថាអ្នកនឹងមានភាពក្លាហានក្នុងការនាំឆ្កែវង្វេងរបស់អ្នកមកទីនេះដើម្បីដឹកដោយឥតគិតថ្លៃទេខិនសេយឈប់និយាយមិនសមហេតុសមផលខិនសេយឈប់និយាយមិនសមហេតុសមផលក្រុមបណ្ដោះអាសន្នរបស់យើងបានទទួលការចុះឈ្មោះសម្រាប់ Chain Capital រួចហើយកិច្ចសន្យានេះមានពណ៌ខ្មៅនិងសហាយមូលនិធិត្រូវបានដាក់ប្រាក់ប្រសិនបើអ្នកហ៊ានផ្សព្វផ្សាយពាក្យចាមអារ៉ាមម្ដងទៀតខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកចេញពីការជាប់គាំងនោះទេអ្នករាល់គ្នាស្ដាប់នេះតើនាងនៅតែសុបិនទេ Chain Capital គឺជានាគនៅលើមេឃប្រធាន Shen Chengweng គឺជាឥស្សរជនដ៏លេចធ្លោម្នាក់ហេតុអ្វីបានជាគាត់មើលក្រុមហ៊ុនសម្បកគ្មានតម្លៃដូចរបស់អ្នកដែលមិនអាចបើកប្រាក់ខែបានទោះបីជាអ្នកជាលិនរូជក៏ដោយអ្នកនៅតែនិយាយមិនសមហេតុសមផលខ្ញុំភ្នាល់ថាកិច្ចសន្យាដែលគេហៅថាសញ្ញាមាសត្រូវបានបោះពុម្ពដោយអ្នកនៅតូបលក់ដូរតាមចិញ្ចើមផ្លូវនៅក្រោមស្ពានអាកាសចំពោះប្រាក់ដែលដាក់ប្រាក់វាប្រហែលជាកណនីសែដែលមានរបាយការណ៍ធនាគារคล้ายៗតើអ្នកហ៊ានយកឯកសារថ្នាក់ទាបបែបនេះមកពិធីជប់លៀង Cloud Top យ៉ាងដូចម្តេចវាគ្រាន់តែជាការប្រមាថដល់ពិភពលោកប៉ុណ្ណោះភាពចម្រូងចម្រាសជុំវិញគម្រោងសហប្រតិបត្តិការរបស់ Lin Ruocho បានឈានដល់សហគមន៍ធុរកិច្ចជាងឆៅទាំងមូលរួចហើយថ្ងៃនេះគ្មាននរណាម្នាក់នឹងយល់ស្របនឹងសេចក្តីថ្លែងការណ៍របស់អ្នកដោយងាយស្រួលនោះទេអ្នកស្ថិតក្នុងស្ថានភាពអសកម្មខ្លាំង Lin Ruocho សូមបើកភ្នែករបស់អ្នកឲ្យធំហើយមើលឲ្យច្បាស់ថ្ងៃនេះមេដឹកនាំទាំងអស់នៃសហគមន៍ធុរកិច្ចជាងហៅនៅទីនេះតើអ្នកណាហ៊ានក្រោកឈរឡើងសម្រាប់អ្នកខ្ញុំ Kin Shell កំពុងផ្ដល់ឱកាសចុងក្រោយដល់អ្នកសុំទោសភ្លាមសុំទោសខ្ញុំឲ្យបានត្រឹមត្រូវហើយបន្ទាប់មកឡើងមកជន់លើជាមួយខ្ញុំទៅកាន់បន្ទប់ដោយស្ដាប់បង្គាប់ចំពោះអង្គរៈដ៏ក្រអឺតក្រទុំនិងល្ងងខ្លៃរបស់អ្នកខ្ញុំនឹងកំទេចឆ្អឹងរបស់គាត់ម្ដងមួយនៅចំពោះមុខអ្នកធ្វើឲ្យគាត់ដួលនៅជើងខ្ញុំដូចឆ្កែញាប់នារីវ័យក្មេងថេនគុំសុបិនអីខ្ញុំលេងរួចចូលចង់ស្លាប់ជាជាងលុតជង្គង់នៅចំពោះមុខសត្វសាហាវដែលមានមុខមនុស្សប៉ុន្តែមានបេះដូងថ្មដូចអ្នក